ទទួលទេវតាប្រាថ្នាចង់ឲ្យបានសេចក្តីសុខប៉ុន្តែទេវតាប្រាប់យើងថាបើចង់ឲ្យបានសុខនាំគ្នារក្សាសិល5ជំរះទិដ្ឋិអាក្រក់ក្នុងខ្លួនលោភៈទោសៈមោហៈចំណែននិន្ទាប្រកែប្រកាន់ច្រើនពេកអីហ្នឹងខន្តីអត់ធ្មត់លុតដំជំរះលោភៈទោសៈកុំឲ្យចំណែនគ្នាកុំឲ្យប្រកាន់គ្នាពេកទៅឲ្យកាន់សិល5ទៅអាហ្នឹងបានសុខបានទេវតាជួយបើមិនធ្វើអញ្ចឹងទេវតាអត់ជួយទេទេវតានេះចុះមកផ្ដាំថាអញ្ចឹងតានៅក្នុងមហាសង្គ្រាមលោករៀបរាប់ប្រាប់អញ្ចឹងយើងគោរពទេវតាទទួលទេវតាប៉ុន្តែព្រះពុទ្ធលោកថាមេត្តាបិតាយើងនឹងគឺជាទេវតាហើយយើងគោរពប្រព្រំលោកថាព្រះពុទ្ធលោកថាមេត្តាបិតាយើងនឹងហើយជាព្រះព្រំដូច្នេះកបិលមហាព្រំនឹងជាស្អីតំណាងឲ្យមេត្តាបិតាយើងនឹងឯងឯកូនទេវតាទាំង7នោះជាណាតំណាងឲ្យយើងជាកូនកូននឹងឯងហើយចុះមិនបានមាន7ព្រោះថ្ងៃវាមានតែ7ថ្ងៃទេអញ្ចឹងត្រូវដាក់វេនគ្នាឲ្យគ្រប់ថ្ងៃបើយើងគោរពទេវតាសម្លឹងមើលចុះទេវតាក៏គេមកគោរពឪគេដែរគេមកទាំងហែក្បាលគោរពកបិលមហាព្រំហ្នឹងមានន័យថាក្បាលហ្នឹងបោះចូលក្នុងសមុទ្ររីងសមុទ្រដាក់លើដីឆេះទឹកឆេះដីដាក់ក្នុងព្រៃឆេះព្រៃហ្នឹងមានន័យថាបើម៉ែឪបើកូនលះបងម៉ែឪចោលគ្រួសារហ្នឹងក្តៅកាហាយហើយរស់ស៊ីអត់ចម្រើននេះដូចភ្លើងឆេះទឹកឆេះដីអញ្ចឹងបានមិនត្រូវបោះចោលទេត្រូវដាក់វេនគ្នាមកថែទាំនេះកូនទេវតាហ្នឹងមានន័យអញ្ចឹងរីឯកបិលមហាព្រំតំណាងឲ្យមេត្តាបិតាយើងបើយើងគោរពគ្រូព្រះអង្គថាមេត្តាបិតាយើងហ្នឹងជាគ្រូហើយបើយើងគោរពព្រំកូនព្រំក៏គេដឹងគុណម៉ែឪគេអញ្ចឹងយើងត្រូវតែយកគំរូតាមផងក៏បានទទួលទេវតាហើយបន់ឲ្យទេវតាជួយទេវតាហ្នឹងបានផ្ដាំឲ្យថាបើមានសិលបានទេវតាជួយបើធ្វើល្អបានទេវតាជួយបើអត់មានសិលអត់ប្រព្រឹត្តល្អទេវតាអត់ជួយទេអ្នកមិនដឹងគុណម៉ែមិនដឹងគុណឪបុរាណថាទេវតាបរាមុខទៀតនោះមានពួកទេវតាកាចគេហៅថាកន្ធពទេវតាកំភ័ណ្ឌទេវតាហើយនឹងពួកអសរោវាអសរីវាពួកយៈខោវាយៈខៃវាពួកនេះបើយើងដឹងគុណម៉ែឪជួយថែអាសាបើយើងមិនដឹងគុណម៉ែឪទេមិនបានជួយថែរក្សាទេបុណ្យកតញ្ញូកតវេទីកតញ្ញូគេប្រែថាដឹងគុណកតវេទីគេប្រែថាធ្វើតបកតាំងឧបការังជាងាតៃតិដឹងនៅគុណរបស់មេត្តាបិតាឬណានាមួយគេធ្វើមកហើយក្នុងកាលមុនយើងធ្វើតបទៅវិញអាហ្នឹងគេហៅថាដឹងគុណកតញ្ញូដឹងគុណប៉ុន្តែបើគ្រាន់ដឹងហើយមិនធ្វើក៏អត់កើតដែរដល់កតវេទីធ្វើតបទៅវិញហ្នឹងវាមាន3មួយគេហៅថានិច្ចកតញ្ញូកូនចៅនៅពង្រើម៉ែឪជានិច្ចបាយទឹកព្រឹកល្ងាចម៉ែជេក៏ច្រើនជាងគេត្រូវមាត់ក៏ច្រើនជាងគេប៉ុន្តែបានបនក៏ច្រើនជាងគេដែរមនុស្សចាស់បេះដូងដើរញាប់លូច្រើនណាស់ញោមហើយលូរតំតែចាស់បន្តិចទៀតទៅគេថាស្លាប់តាពាកតាគៀកស្លាប់ឆឹងរស់តាពាកណារស់តាពាកតាគៀកស្លាប់ឆឹងអាធ្វើអីមិនកើតនឹងអង្គុយលូបាច់ហើយគាត់មិនសូវចេះខុសទេបើសិនជាដាក់ផ្ទាល់នៅកដាលវាលអីកូនដើរទាត់ម៉ាំងក៏ស្ដីឲ្យភ្នែកមិនមើលទេឯងភ្នែកអត់មើលទេហើយដល់គាត់ដើរទាត់វិញម៉ាំងម្ដងគាត់មិនថាភ្នែកគាត់ក៏ថាឯងខ្វះកន្លែងដាក់ទេយកមកដាក់ទៅហ្នឹងគាត់នៅតែត្រូវក៏ដែរជាមើលតែអាត្មាចាស់ទៅលូច្រើនជាងញោមទៀតណោះទី1និច្ចកតញ្ញូកូនចៅពង្រើម៉ែឪជានិច្ចបានបនទេវតានឹងថែអាសាការពារដោយស្ត្រីម្នាក់មានបងទៅបួសហើយក៏និយាយត្អូញត្អែថាបងឯងទៅបួសហើយប៉ុន្តែខ្ញុំនៅផ្ទះគ្មានបានបនទេបងថាទេមិនមែនអញ្ចឹងទេប្អូនឯងនៅផ្ទះពង្រើម៉ែឪនៅផ្ទះហ្នឹងបានបនខ្លាំងណាស់បានបនស្មើធ្វើជាមួយព្រះណោះអញ្ចឹងបងឯងចង់ឲ្យបានបនលើសនឹងទៀតមើលតែអ្នកស្រុកមានកម្មវិធីបនបងឯងទៅជួយគេទៅជួយគេជូនចានជូនឆ្នាំងជួយសូត្រធម៌ជួយស្មូតសមាទានសិលអីទៅបងឯងនឹងបានបនបន្ថែមទៀតមិនថាតែអ្នកបួសទេអ្នកនៅផ្ទះហ្នឹងសំបនបានច្រើនណាស់លឺអញ្ចឹងបងស្រីនៅពង្រើម៉ែឪចាស់នៅផ្ទះដាំស្លបបរបៀកភេសជ្ជៈទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចអ្នកស្រុកមានបនអីនាងតែងទៅជួយអ្នកស្រុករហូតថ្ងៃមួយបងលោកធ្វើជាប្រសង់ហ្នឹងចាត់ចែងគ្នាទៅបននៅឲ្យក្រោយមកខាងហើយយាយទៅជាមួយលោកឡើងជិះទូកទៅជាមួយអស់នាងអាឡៃដាំស្លបចុកម៉ែឪចាស់នៅផ្ទះងូតទឹកជូនម៉ែឪហើយស្រាប់តែទៅដល់មាត់កំពង់ទូកគេចេញចោលឈរយំទៅមកខ្ញុំស្ដាយខ្ញុំចង់ទៅបនខ្ញុំមិនចង់ខានទេប៉ុន្តែដោយសារខ្ញុំជាប់ម៉ែឪនៅផ្ទះបើខ្ញុំមិនដាំស្លបចុកគាត់ទេខ្ញុំទៅចោលគាត់អត់កើតទេអញ្ចឹងខ្ញុំនៅដាំស្លបចុកគាត់ឥឡូវដោយសារ
តែខ្ញុំនឹងនៅជួយគាត់ទូគេចេញចោលបាត់ខ្ញុំស្ដាយណាស់ខ្ញុំចង់ទៅខ្ញុំត្រូវតែទៅទឹកទលេហូរខ្លាំងទឹកជ្រៅទៀតអញ្ចឹងនាងសុខចិត្តលុយទឹកទៅមុននឹងចុះក៏លើកដៃបួងសួងអោគុណម៉ែហើយខ្ញុំធ្លាប់ពង្រើម៉ែសូមគុណម៉ែជួយឲ្យខ្ញុំឆ្លងទឹកនេះបានដោយសេចក្តីប្រាថ្នាហើយទឹកទលេជ្រៅឲ្យហូរឲ្យខ្មួលខ្មាញ់ចេះតែហ៊ានបថុយដែរណាលោកជើងដាក់ទៅទេវតានៅជុំវិញនឹងហៅគ្នាផ្លែតណែវើយគ្នាយើងអត់បានទេនាងនេះមានធម៌កតញ្ញូណាស់ហើយតែនាងនឹងស្លាប់ពួកទេវតាយើងត្រូវថ្មោងប្រអិនហើយព្រោះពួកទេវតាត្រូវមានទូនីតិថែរក្សាកូនណាមានធម៌កតញ្ញូអញ្ចឹងពួកទេវតាខ្លាចនាងនឹងស្លាប់នាំគ្នាប្រើរិទ្ធអំណាចឲ្យទឹកនឹងកុំឲ្យលិចចុះដើរលុយតែបន្តិចទៅទឹកនឹងដូចរឹងពីក្រោមអញ្ចឹងឲ្យនាងដើរទុំលើស្អីមួយយ៉ាងដើរដល់ត្រើយមកខាងដល់ត្រើយមកខាងគេផ្អើលពេញរោងប៉ុនគេឆ្ងល់ថាចុះទឹកជ្រៅឲ្យហូរម្លឹងឲ្យនាងមិនក៏មកកើតនាងថាខ្ញុំបួងសួងឲ្យគុណម្ដាយជួយខ្ញុំស្រាប់តែខ្ញុំដើរមករួចអញ្ចឹងទៅបានលោកនៅក្នុងរោងប៉ុនប្រាប់ថានេះហើយអានិសង្ឃអ្នកពង្រើម្ដាយឪពុកជានិច្ចអញ្ចឹងបានប៉ុនទៅណាក៏ទេវតាថែអាសាដែរជាមនុស្សអាយុវែងប្រអិនរៀបចេញដំណើរទៅណាមកណាលើកដៃសាពះរះពីលើចុះក្រោមហើយនាងតលៃទេវបុត្រឆ្ងល់ក៏សួរថាព្រះអង្គថ្វាយអង្គមណាគេថ្វាយអង្គមចុះក្រោមហ្នឹងប្រអិនថាថ្វាយអង្គមមនុស្សណាថាមនុស្សណាដឹងគុណឪពុកដឹងគុណម្ដាយគោរពកោតខ្លាចតកោរៀមច្បងចេះចិញ្ចឹមម៉ែឪថ្វាយអង្គមទៅហ្នឹងប្រអិនជាស្ដេចទេវតាដល់ស្ដេចទេវតាមកថ្វាយអង្គមមនុស្សហើយទេវតាទាំងឡាយកូនចៅប្រអិនក៏មកជួយថែរក្សាមនុស្សមានធម៌កតញ្ញូហ្នឹងអញ្ចឹងបានជានាងឆ្លងទឹកមកបានសុខបានជោគជ័យដោយសារទេវតាជួយនេះចាត់ទុកថាចម្រើនបជនមួយប៉ុន្តែមិនមែនចម្រើនបជនត្រឹមតែឲ្យម៉ែទេចម្រើនបជនឲ្យកូនហ្នឹងបានអាយុវែងដែរបើកូនចម្រើនបជនឲ្យម៉ែធ្វើបុណ្យឲ្យម៉ែបានអាយុវែងកូនមានធម៌កតញ្ញូកូនហ្នឹងក៏អាយុវែងដែរបានបុរាណគេហៅថាកូនមិនចយត់កូនមិនចយត់គឺកូនមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលមិនងាយស្លាប់តែហោងមិនងាយស្លាប់ពីក្មេងទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាចិញ្ចឹមមេត្តាបៃតាដោយគោរពទី2កូនណាព្យាបាលជំងឺអ្នកស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪដោយគោរពទី4កូនណាធ្វើបន់សពជូនឪពុកម្ដាយដែលស្លាប់ទៅទី5កូនណាតម្កល់ធាតុមេត្តាបៃតាមានទីកន្លែងតម្កល់ដោយប្រពៃទី6កូនណានៅតែនឹកឃើញគុណឪពុកម្ដាយដែលស្លាប់ទៅធ្វើបន់ទៅឲ្យកូនមានធម៌ទាំង6យ៉ាងនេះគេហៅថាកូនមិនចយត់ទេវតានឹងថែរក្សាកូនទាំងអស់នេះគ្រួសារនឹងមានសុភមង្គលដោយទេវតាស្វែងរកសុភមង្គលដ៏ឧត្តមអស់12ឆ្នាំរមិនឃើញសោះព្រះអង្គរកឃើញព្រះពុទ្ធត្រាស់ដឹងឡើងថាមង្គលទាំងអស់មាន38ប្រការណាប្រព្រឹត្តទៅកើតមង្គលហើយមង្គលទី1ទី2ទី3មិនថាទេមង្គលទី11ព្រះអង្គសម្ដែងថាមេត្តាបិតុឧបฏដ្ឋានังអេតមង្គលមុតតមੰកូនប្រុសស្រីណាទំនុកបំរុងមេត្តាបៃតាគ្រួសារនោះនឹងមានសុភមង្គលខ្ញុំមើលឃើញដែររីឯក្នុងបរាភវៈសោតវិញព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យ12យ៉ាងដែលកូនចៅហ៊ានតែឈានជើងចូលទៅវិនិច្ឆ័យហើយផ្លូវវិនិច្ឆ័យ12នោះគេថាទី4ពុទ្ធទ្រង់សម្ដែងថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យដោយសារអីដោយសារធ្វើឲ្យព្រះនៅលើផ្ទះហ្នឹងក្តៅក្រហាយមេត្តាបៃតាជាព្រះនៅលើផ្ទះជាពុំសម្រាប់កូនបើកូនចង់បានសុខធ្វើបន់ជាមួយម៉ែឪនេះម៉ែឪឲ្យពរសុខសប្បាយកូននឹងសុខហើយបើធ្វើឲ្យម៉ែឪនៅលើផ្ទះនេះក្តៅក្រហាយគ្រួសារយើងអត់សុខទេក្តៅក្រហាយដាក់ជ្រូកងាប់ជ្រូកដាក់គោងាប់គោបន្តិចឈឺខ្លួនឯងបន្តិចឈឺកូនអស់លុយអាលីងចេះតែមានបញ្ហាលកម្មលកោះឆ្លោះតោះតែងខ្វែងកំណត់បែកបាក់ហិនហើយបាត់បង់អស់ទ្រព្យសម្បត្តិដោយសារធ្វើឲ្យព្រះនៅផ្ទះក្តៅក្រហាយទេវតាបរាមុខប៉ុន្តែបើយើងគោរពមេត្តាបៃតាចាំដោយប្រពៃទេវតាអត់ហ៊ានបៀតបៀនយើងទេដូច្នេះហើយបានជាថាមេត្តាបៃតាជាពុំជាព្រះនៅលើផ្ទះដ៏ប្រកែស័ក្តិសិទ្ធិណាស់ស្ត្រីម្នាក់យកចេកទៅថ្វាយព្រះអត់គិតមើលម៉ែនៅឯផ្ទះចាស់ទេដាក់ចេកមួយស្និតយកទៅចេកទុំព្រះអង្គទ្រង់មានដឹងថានាងនេះអាឡ័យទៅមកធ្វើបុណ្យនិវត្តន៍ភ្លេចព្រះនៅផ្ទះហ្នឹងតាអញ្ចឹងព្រះអង្គសួរថានាងថ្វាយព្រះនៅឯផ្ទះហើយនៅចេកហ្នឹងអត់មានផងព្រះអង្គផ្ទះខ្ញុំបងអត់មានព្រះផងព្រះពុទ្ធថាមានតើនាងយកទៅវិញទៅថ្វាយព្រះនៅឯផ្ទះនាងយកចេកមកវិញនឹងព្រះនៅណាដើរវែកស្បង់វែកជង្រុកមើលកលៀតអញ្ចឹងលិតអីចុះព្រះនៅណាមិនក៏មិនឃើញវែកចុះវែកឡើងនិយាយពីម៉ែចាស់អង្គុយឆ្ងល់ហើយវាធ្វើស្អីវាដើរយកចេកធ្វើមកទៅមកសម្លឹងមើលចេកកូនចេកតំណងឆ្ងាញ់ដល់ហើយយកទៅណាគេទេញោមមកសម្លឹងចុះសម្លឹងឡើងចេកមួយទុនក
là bài lẹ bia vậy đó lưỡi anh nhìn nó tên ông bán ảnh nơi nghiêm chỉ chiên tầm này hạ mọt xong kế cảnh lộ ban thế con mùi lẹ nó ai mãi anh nó lẹ ai mãi vô tới đây vậy nó ôi rứt anh thả bán men mà đặt bàn môi bỏ khoác đặt flop em có pin múa và là bị to là bàn là mùi nó bàn bị bay tiết ấy đó là cái do ta thấy mà đang do tay nào thế cha u chống ban đầm thà con class chưa bon kháng do mà hộp tầng nắng từ vọt và mai Fred clean trong ban na ploi xua con tham miền sau rực tế rất là clean bài nhỏ bùi nhiệt trai khơi sầm lo kê con lại vương can tham mình ban sau tế nhom slo còn tay từ vọt tế thả bà con đua ca ná chạy class đâu con cái thà vì mình trâu xin môn lục bà mày vì cái màu bà ọt đầu tới giữa ở cái tới nay vô tới cái màu bà miếng do chơi từ thoại pre bọn thà mạch tới rồi pre nâng tia khơi nhảy ọt rồi khơi thế rồi hẳn linh nhất mình khơi phong cho bật chơi môi tới nè anh nâng biết bạc cò thì lại ở mày hộp bạc á bạn bọn thầm mày nâng hơi phục nâng hơi chỉ pre nâng lư tia bà con của rốt bát để bắt trên trăm quạt đôi bậc pí anh nâng quạt nâng anh ao po ao chế dương nâng bàn sóc tê và đá của thai xa đai trắng miệt đá bay đá chỉ pre nâng lược tía bán cái thả bon đê bon đá bon khá bài chỉ đá bon lược tía bon đê từ đê ngay thì thưa bon phải cho xì ma cho lòng giả la ấy kia miền là không để tỏ là chọc bon chà màu bon đá hai nị bu hai sọp hai từ bon khá bài chỉ đá đá bạt lúc đó tại bon lược tía chấm mai chấm nhôm ná ha lấy dân khơi thành đấy chỉ cả tình yêu mùi tí pí lục thà cá là cả tình yêu con trai nơi ngay nè khla nơi poi pẹt nè khla nơi sợi sập phòn nè khla nơi bát tờ bong cái chest tầng trai preven cái phong cham pre khát đam cái lệ bát nơi phnom penh chẳng ngay bị phục máy dương tới tờ màu mà đón đôi bồ rán tha hai món và son tạ đất đấy hào du tới khai nơi tạ hai món son ở đây khai món son ở đây tam tất hai món tạ đất đây mối và son tạ đất đây mối cứ khai prang mối khai và xa mối về nghe vô khai châu năm mối khai chung bằng mối để mai ơi nát côn trên kia trên 50 cho ta khơi côn kia các bạn tiền nâng kia màu hơi còn lột đạp sầm lên một tàu rồi ao cho lư trơn mất cái con ăn màu thì còn đánh hai màu như ngày nắng phải hai màu sai chứ chẳng mai ở tay nát côn trên kia chẳng mà đòn mà cá dương nòm kia mà chụp chung bong phô phượt bon đầm slo chun quạt rồi chật chun quạt bằng skol chun đòn ta để slap tới đây cái hái thạch cá là cả tình nhiều ai ngày này đã mê khu ao nhà cha bạc cá piêu vừa nêu phát đăng đôi tê phát đa nè mở khởi như điệp chọn và lì can chơi tê phát đa máu phát đăng ó và một lộc thà bật vừa cách chỉ môi mai ở bạc cát côn quát bàn bon của mình bạc cát côn là bàn này bạc cát ở đăng thà dương bất chia chỉ bẹ côn quát men quát miền côn lơ dương này bàn dương trai thua song côn chẳng cắt tình nhú cái tạ về tí dương thua song này ta dương chỉ bẹ ai khla nhiều mai chăm chui lao chỉ môi giật tham à như tiết à tham năng xua nhôm bàn tay con là trong bạch chẹt to từ tiết thả miệt đa bay đa chỉ pre nợ te dương group pre đó là pel châu năm con của bal maha prom dương kết thành nhạc class group prom pan pong tham miệt đa bay đa chỉ prom chỉ chìm rốc đóภาษา prom miền meta cả nam mutita pe khả ba mày miền prom bị hiệt thọ group lừa con nó là dù ven cả nơi không tây po đào tới miền po nè về sừng ngày về tập bột về cái bay na khởi bả tê bỏ rồi tê nè là thầu mình nộp này buồn bạc cải na là thằng ba là mấy con nâng bạc cải na thôi po bả tê bỏ rồi và là tam thò tam kịch bật mờ men ten tới thò prom bị hiệt bao mày tê việc cà pia cái mối mình nuôi cái mối sạt nó biệt con nó pelประสោតមកទៀតព្រំវិហាររបស់ម៉ែការពារកូនកុំឲ្យព្រាយកលាភ្លើងមកតដើមយកបានមនុស្សណាវាចង់មកតដើមយកស៊ីអាប់ឯណាក៏យកបានដែរប៉ុន្តែផ្ទុយទៅវិញខូចតែកូនចាញ់ឆ្ងាយពីម៉ែឪទេដែលវាច្រើនតែគ្រោះថ្នាក់អញ្ចឹងជាជំរកដល់ប្រសើរនេះអាយុវែងទាំងពីរអញ្ចេះបើម៉ែឪស្រឡាញ់កូនមានធម៌ព្រំវិហារកូនម៉ែនឹងអាយុវែងហើយបើសិនជាកូនហ្នឹងដឹងគុណម៉ែឪធ្វើបន់តបស្នងសងគុណម៉ែឪបានចម្រើនបញ្ជូនគាត់ក៏អាយុវែងដែរមនុស្សមិនហ៊ានបៀតបៀនទេបើសិនជាកូនមានធម៌មេត្តាជាមួយម៉ែជាមួយឪមនុស្សមិនហ៊ានចាប់កូនទេហើយបើសិនជាម៉ែឪមានធម៌មេត្តាជាមួយកូនវិញក៏មនុស្សមិនហ៊ានចាប់ដែរមនុស្សមិនហ៊ានបៀតបៀនទេអញ្ចឹងបានមានដំណើរពីរនាក់ឪពុកកូនទៅដេកនៅសាលាឈរទៀនមួយស្រាប់តែម៉ោងមនុស្សគឺយៈវាដើររស់ស៊ីញោម
đào rô xí mà đó khơi nhà bốc côn đền chắc với chọn chạp côn bắn là thà bờ côn nâng miền thọ bốc nâng miền thọ chạp ọt bàn là tầng pi để với chọn chạp ở bốc có chạp mình bán to là vừa tay mơ bà chẳng bờ sân chia bốc nâng miền thọ mê tá bốc nâng có chạp ở bốc xì bán bờ côn nâng miền thọ mê tá có chạp côn nâng mình bàn này xa vô cái tôi chơi proi xì nâng từ rồi đã chỉ mò côn ở cái đá chai côn về cái đá lụa cái tụa nâng bốc chơi tăng ai các bao con kinh tới con chia tới con con cái đá tiết tới con tới ô kia đi miền thon là on chặt con kia còn bàn đây from vì here cái crop lừa con chặt bàn này bởi chẳng chặt đúng không bởi tại con nâng miền thọ cắt nhu để chặt con hãy bởi thành gì nâng ọt miền thọ mê ta chặt ở lớn xa là bong mà đòn mất tại con nâng miền thọ này ót do chỉ móc đây cái tôi do cái tụ proxy đôi đã chỉ móc mà đòn đó là nâng cái đá chat con mình thằng ca lại cái đá chun po lấy chun po vinh chia tới chia tới lư tay trắng am lô tháo chặt bàn thấy bữa mai kia con kia chạy lạnh kia trắng phụ kia sẽ ai dụ về những phụ thì đá nâng khai là xa kia anh được tay chặt cái miền rương này trắng còng chặt kia tụ ở kia ruột cho này nhiều mấy thành đấy mà mình hiện biệt biên tế đời xa ấy đời xa miền thò chẳng ai ban chỉ dây quạt lư rương nâng tới bị đào ở tại trai quạt cả đá chat quạt sệt thà bao lấy lư sệt chẳng ở tại chat nè sọc cá ở tại trai cả đá chat có thể thà bao tam bất kỳ bà ơi kỳ chun poi bà tới mình ta chun poi chơi nó ai bà là dụng về cái màu dẹt chặt nên nhầm nè chùm rốt prum bị hiền ấy là dương chưa cứu bong tham miệt đa bê đa dương có chỉ cứu dương chưa từ lư tê và đá bong tham miệt đa bê đa dương chỉ tê và đá thay phá tăng bị dương được nông tí rồi hốt và sốt mà dương ngọt che đá dương ngọt che cả lạp dương ngọt che vía dương ngọt che ngụt tật luôn anh dương ngọt che xịt bẹ thêm mày ơi nè xịt nè thay to mồi thằng ngọt đôi chân này có chỉ tê và đá thay môn kê chỉ cứu bằng riêng môn kê lấy ban chỉ dương đăng cốn thôi bón tọp nón song cồn quạt vấy để do chỉ cô chỉ bẹ quạt khạc nông tì ní má xôm xua nhốm con trái chăm chui chlau vậy mà tăng bị cao mau tôi và pan này liệt bẹ support khao ai mai ởประมาณ กับ play mà nè xôm chui chlau chăm ọt bán cọt tốc đôi chặt mà đây ma có ọt chăm đây chẳng ca liệt bẹ sầm liệt bầm bẹ mai ấy mình đang ở ประมาณ กับ play ติระบอบនេះក្នុងបល័យក្នុងធរគេឲ្យឈ្មោះថាចៃវរៈបច្ច័យឲ្យតែប្រដាប់ស្លៀកពាក់ទាំងខោទាំងអាវទាំងខាងប្រសងស្បង់ជប៉ុនណាស្លៀកខោពាក់អាវអានឹងឲ្យតែរបស់សារៈស្លៀកពាក់គេហៅថាចៃវរៈបច្ច័យយើងជាពាក់ចៃវរៈបច្ច័យម៉ែឪដល់ថ្នាក់មិនដឹងចំនួនហើយបើមិនដឹងចំនួនអញ្ចឹងបើយើងជាពាក់លុយគេ 10000 ត្រូវសង 10000 ជាពាក់ 20000 ត្រូវសង 20000 ចុះបើជាពាក់គេអត់ដឹងចំនួនតើត្រូវសងប្រមាណសងអត់ដឹងចុះបើជាពាក់គេរាប់មិនអស់ត្រូវសងប្រមាណសងរាប់មិនអស់អាតដឹងហើយតើយើងដាក់មីក្រូប្រកាសឲ្យទេវតាដឹងឮថាយើងប្រកាសគុណហើយយើងសងមិនអស់ទេអញ្ចឹងយើងសងម្ដងសងឲ្យអស់ថាប្រមាណគឺប៉ុណ្ណឹងឲ្យទេវតាជាកសិនសាក់សីបានគេមានទេពលីកាទេវតាហ្នឹងណាឥឡូវទី2ញោមមកតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់បើគិតជាងអង្គអស់ប្រមាណកំប៉ុងសុំជួយឆ្លើយអត់ចាំទៀតដូចអាត្មាទៀតហើយអត់ចាំទាំងអស់មិនដឹងអស់បាយប្រមាណចានទេពីដើមម៉ែចែកលុយឲ្យទៅទិញនំទិញក្រែមទៅមើលកុនទៅមើលល្ខោនទៅលេងចូលឆ្នាំចេះបើមិនបានលុយចេញមិនផុតពីផ្ទះទេហើយទៅរៀនក៏ចឹងដែរម៉ែចែកលុយឲ្យប៉ុន្តែឥឡូវនេះបើម៉ែខ្វះខាតកេះកូនណាកូនខ្វះជីដាក់ស្រូវខ្ចី 200,000 សិនមកបងទឹកដាក់ស្រូវតិចកូនខ្ចី 30,000 សិនមកបានតែប្រហែលថ្ងៃកូនគេរំលឹកទៅម៉ែជាពាក់ខ្ញុំ 50,000 ហើយចាញ់ហើយគាត់ទឹកបានតែខ្លះណាហើយដល់ពេលគាត់ចែកលុយឲ្យកូនអត់ដែលគាត់ទុកទេដូច្នេះហើយជាពាក់ម៉ែអើក៏ច្រើនគឺបាយមិនដឹងជាអស់អង្គប្រមាណអាហ្នឹងគេហៅថាបណ្ឌបាតបច្ច័យគ្រឿងហូបចុកតាំងពីនំអីកាទៀវអីសរុបទាំងអស់ឲ្យតែរបស់ហូបបណ្ឌបាតបច្ច័យមួយទៀតញោមតាំងពីកើតមកទល់ប្រប៉ុណ្ណេះដេកកាទៀលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហើយតាំងអាធ្វើឲ្យឆ្អេះឆ្អាបអស់ប្រមាណកាផ្លេម្នាក់សូមជួយឆ្លើយអត់ចាំទៀតអាហាដឹងអស់ប្រមាណបើមិនដឹងប្រមាណអញ្ចឹងអាត្មាក៏អត់ដឹងដូចគ្នាហើយអាត្មារឹកធំជាងញោមទៀតណោះពីដើមកទេលគេថ្មីជ្រើងហ្នឹងឯងជួយបត់ដៃបត់ជើងមិនខ្ចីប្រាប់ពីណាទេបាញ់ដាក់ថ្មីហ្នឹងហ្មងព្រឹកឡើងគេយកទៅលាង5ថ្ងៃព្រីតណាញោមណាបើអញ្ចឹងតនេះក្នុងធម៌គេហៅថាជាពាក្យសេនាសនៈបច្ច័យម៉ែដល់ថ្នាក់អត់ដឹងចំនួនឥឡូវមួយទៀតប្រហែលជាដឹងជូនបន្ទុក3លានមើលញោមចាំជួយឆ្លើយតាំងពីកើតមកទល់ប្រប៉ុណ្ណេះហូបក្រែមកៃម៉ែអស់ប្រមាណដុំទឹកកកម៉ែអស់ប្រមាណកែវលេបឆ្នាំម៉ែអស់ប្រមាណគ្រាប់ហើយបើចាក់អស់ប្រមាណមកជុលសូមជួយឆ្លើយ
អត់ចាំទៀតបើអញ្ចឹងមានន័យក្នុងធម៌ថាយើងជាពាក់គ្រឿងថ្នាំគ្រឿងអីម៉ែទៀតហើយបាលីធម៌គេឲ្យឈ្មោះថាគិលានភេសជ្ជៈបច្ច័យឥឡូវសរុបមកវិញរបស់ដែលយើងជាពាក់ម៉ែឪសំខាន់មាន4របស់ស្លៀកពាក់គឺចៃវរៈបច្ច័យរបស់ហូបចុកគឺបណ្ឌបាតបច្ច័យរបស់ដេកនៅដូចកន្ទេលខ្នើយភួយមុងគេហៅសេនាសនៈបច្ច័យឯគ្រឿងថ្នាំគ្រឿងភេសជ្ជៈគេហៅគិលានភេសជ្ជៈបច្ច័យសរុបរាប់ទៅឃើញមាន4ណាញោមមើលចោះអាទាំង4ហ្នឹងគេហៅអីគេសូមជួយឆ្លើយអាទាំង4ហ្នឹងហើយដែលគេហៅថាបុណ្យបច្ច័យ4អាទាំង4ហ្នឹងហើយដែលគេហៅថាបច្ច័យ4កុំឲ្យច្រឡំថាបច្ច័យ4លោក4អង្គបច្ច័យ4លោក4វត្តបច្ច័យ4 4កញ្ចប់មិនមែនទេបច្ច័យ4គឺរបស់4មុខដែលយើងរៀបរាប់អំបញ្ញនេះរបស់4មុខហ្នឹងធ្វើឲ្យជីវិតយើងរស់តាំងពីកើតទល់ថ្ងៃហ្នឹងយើងរស់ដោយសារប្រើអារបស់ទាំង4ហ្នឹងបើអត់មានបាយហូបរស់នៅមិនកើតបើអត់មានផ្ទះនៅអត់មានថ្នាំអត់មានកន្លែងដេកអត់មានសម្លៀកបំពាក់ក៏យើងមិនអាចរស់នៅស្រួលដែរបើដូច្នេះតាំងពីកើតមកទល់ថ្ងៃហ្នឹងយើងរស់រៀនមានជីវិតដោយសាររបស់ទាំង4មុខហ្នឹងអញ្ចឹងបានគេថាបច្ច័យគ្រឿងអាស្រ័យបដិជ្ជៈណាំងអេថាទៅជាបច្ចយោគ្រឿងអាស្រ័យសម្រាប់ប្រព្រឹត្តទៅឲ្យជីវិតរស់តាំងពីកើតទល់ថ្ងៃនេះដោយសារបច្ច័យ4តើបច្ច័យ4ហ្នឹងជាបច្ច័យ4របស់ណារបស់ម៉ែឪជាបច្ច័យ4របស់ម៉ែឪអញ្ចឹងយើងជាពាក់បច្ច័យ4ណាគេជាពាក់បច្ច័យ4ម៉ែឪបានជាពេលដឹងគុណត្រូវធ្វើបុណ្យបច្ច័យ4សងគុណម៉ែឪណាញោមណាឥឡូវយើងធ្វើត្រូវទៀតសងគុណម៉ែឪអេវងចតបច្ចយៈទាយកោសុខខាងវិនតិតាស្មាទានnăngសយំពេប្រវត្តិតាពាំងអានិសងនេះឲ្យបច្ច័យ4ធ្វើបច្ច័យ4ជូនម៉ែឪកូនចៅរមែងទទួលបានបច្ច័យ4នេះប្រើប្រាស់ចាប់ពីពេលនេះតទៅមុខលែងក្រលែងខ្វះកើតអនាគតជាតិមកចេះចាយលុយចេះស្លៀកពាក់ខោអាវចេះតបតែងមានផ្ទះធំទំនំខ្ពស់ទៀតព្រោះយើងបានដាំពូជទុកដូចអ្នកធ្វើសណ្ដែកបានសណ្ដែកមកធ្វើពូជទុកដាំឆ្នាំក្រោយបានសណ្ដែកបេះទៀតអ្នកធ្វើពោតបានពោតមកដាក់ពូជទុកឆ្នាំក្រោយបានទៀតឥឡូវយើងរស់ដោយសារបច្ច័យ4ដាំពូជបច្ច័យ4ទុកទៀតយើងលែងខ្វះហើយដល់តែអ្នកណាបានដាំពូជបច្ច័យ4កើតឡើងទៅអត់ចេះស្លៀកពាក់ទេញោមមិនលែងចេះស្លៀកពាក់លែងចេះអីហើយអញ្ចឹងទៅអ្នកខ្លះជើង2អ្នកខ្លះជើង4អ្នកខ្លះមានស្លាបអ្នកខ្លះមានស្នែងហើយអ្នកខ្លះទៅអត់មានខោអាវស្លៀកអត់ចេះស្លៀកពាក់គេថែមកតុយឲ្យមួយទៀតជើង4ហើយមានកតុយមួយទៀតសម្រាប់កវែងទៅកវែងមកបក់មុះណាញោមណាអានឹងមកពីអីមកពីគ្នាលែងចេះស្លៀកពាក់ខោអាវហើយមិនបានដាំពូជបច្ច័យ4ទុកស្លៀកពាក់ទុកប្រើប្រាស់ឥឡូវយើងបានដាំពូជទុកហើយយើងលែងខ្វះហើយបបោហោហៀសម្រាប់តទៅមុខចឹងបច្ច័យ4ចែកជា2សន្តានដែលនិយាយឲ្យចំមែនតើហ្នឹងគឺយើងធ្វើជាមួយម៉ែឪឯនេះប៉ុន្តែជូនបាយជូនទឹកនំចំណីទិញខោអាវរបស់របរជូនម៉ែជូនឪនេះបុរាណហៅថាត្រឹមតែតបគុណទេព្រះពុទ្ធលោកសម្ដែងថាបតោនេសង្ករេសាមិពីដើមម៉ែឪចិញ្ចឹមយើងឥឡូវយើងចិញ្ចឹមគាត់ទី2កិច្ចចាំងនេសង្ករេសាមិម៉ែឪមានកិច្ចរវល់យើងមកជួយទី3គាត់លវងសង្កបេសាមិកូនអ្នកថែអាសាពូជពងវងតកូលម៉ែឪធ្លាប់មានជំនឿអញ្ចឹងយើងកុំបោះបង់ចោលទី4ទាយាចាំងបដិបជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកដែលម៉ែឪចែកឲ្យកុំចិត្តទៅលក់ខ្ទេចលក់ខ្ទីទុកអនុស្សាវរីយ៍រលឹកដល់គាត់ផងនេះគាត់នៅរស់មេត្តាបិតាដែលស្លាប់ទៅយើងជូនបាយទឹកនំចំណីមិនដល់យើងធ្វើតាក់ខណៈអនុប្រទេសសាមិធ្វើតាក់ខណៈអនុប្រទេសទៅទៅឲ្យនេះគេហៅថាទួលនីតិកូនក៏ប៉ុន្តែទួលនីតិទាំងហ្នឹងណាញោមគ្រាន់តែជូនបាយទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលើកាក់ប៉ុណ្ណឹងគេមិនទាន់ហៅសងគុណទេគេហៅត្រឹមតែតបគុណតែប៉ុណ្ណោះហើយបើចង់សងគុណត្រូវធ្វើម៉េចបានប្រពុតសម្ដែងថាយោចក្ខោភិក្ខវេមេតាបេត្រោអសទ្ធាសទ្ធាសម្បទាយសមាតបេតិនិវាសេតិបតថាបេតិមនាលភិក្ខុទាំងឡាយបើកូនញ៉ាំងមេត្តាបៃតាណាពុំទាន់មានសិលឲ្យគាត់មានសិលទៅពុំទាន់មានសទ្ធាឲ្យគាត់មានសទ្ធាទៅពុំទាន់មានចក្ខៈឲ្យគាត់មានចក្ខៈទៅពុំទាន់មានបញ្ញាឲ្យគាត់មានបញ្ញាទៅតែនេះបានគេហៅថាសងគុណវាមានន័យថាម៉េចមានន័យថាតបគុណឲ្យគាត់ហូបតែពី3ពេលទេហើយបើសងគុណឲ្យគាត់ហូបរាល់ជាតិទៅតែម្ដងពាក្យន័យធៀបមួយគេថាបង្រៀនកូនឲ្យចេះដាំបាយទៅវាគ្រាន់បាយចឹងដាំបាយឲ្យកូនហូបបើកូនអត់ចេះដាំបាយម៉ែហ្នឹងដាំបាយឲ្យហូបដាំឲ្យរាល់ថ្ងៃហ្នឹងហើយតែគេមិនដាំអត់ចេះបើបង្រៀនឲ្យគាត់ចេះដាំគាត់ចេះមិនរហូតទៅហ្មងបង្រៀនមនុស្សឲ្យចេះស្ទូចត្រីទៅគ្រាន់បាយចឹងទៅស្ទូចត្រីឲ្យមនុស្សយ៉ាងណាមិញណាញោមមេត្តាបៃតាយើងបើយើងជូនបាយទឹកនំចំណីគាត់ហូបបានតែប្រហែលពេលហ្នឹងជួនកាលគាត់ស្លាប់ទៅគាត់ទៅនរកប្រែតក៏មានដែរដោយសារបាបកម្មពីមុនមកអញ្ចឹងបានកូនចៅឲ្យគាត់ធ្វើបុណ្យវិញតែកាលណាគាត់ធ្វើបុណ្យទៅគាត់បានហូបពីពេលនេះហើយបានហូបរាល់ជាតិលែងទៅនរកលែងទៅប្រែតតម្រងណាញោមណាបានគេហៅថាសងគុណចុះញ៉ាំងឲ្យមានសទ្ធាមានបញ្ញាត្រង់តាណានិមន្តប្រសងមកទេសនាអញ្ជើញអាចារ្យមកបញ្យល់ធម៌ហ្នឹងញ៉ាំងម្ដាយឪពុកឲ្យកាន់ឲ្យមានសទ្ធាឡើងរកធម៌ឲ្យគាត់ស្ដាប់រកសភៅធម៌ឲ្យគាត់រៀនចុះញ៉ាំងគាត់ឲ្យមានសិលត្រង់តាណាបលែងគាត់ថ្ងៃសិលឲ្យគាត់ទៅវត្តខ្លះបលែងចំណងស្រាយចំណងគាត់អាចចំណងចងពុកចំណងចងម៉ែចំណងអត់ខ្សែគ្មានមុខស្រាយឲ្យគាត់បានទំនេរទៅវត្តខ្លះផងម្សិលមួយខែមាន4សិលណាញោមចំណងអត់ខ្សែហ្នឹងស្អីគេញោម
ចៅនោះអានឹងចំណងស្រ័យខ្លះទៅហើយមួយទៀតបើសិនជាគាត់ឈឺគាត់ពិបាកយើងទៅដឹកប្រសងមកឲ្យសិលដល់ផ្ទះក៏ឈ្មោះថាញ៉ាំងគាត់ឲ្យមានសិលចុះញ៉ាំងគាត់ឲ្យមានចាក់គៈត្រង់តាណាត្រង់របស់របរដែលយើងទិញជាសម្ពុតងូតជាសាកដកនេះយើងកុំធ្វើជារបស់យើងអីណាញោមប្រមូលគ្នាលើកជូនម៉ែយើងទាំងអស់លើកជូនឲ្យយើងទាំងអស់ឲ្យខ្លាយជារបស់គាត់ហើយបើគាត់ចង់ទុកប្រើក៏ទុកចុះប៉ុន្តែបើគាត់ចង់ដាក់វត្តណាចាំយើងអ្នកជួយចាត់ចែងប្រគិនជំនួសគាត់កុំបាច់ប្រកែកគ្នាថាអានេះឈ្មោះអាបងអានេះឈ្មោះអាប្អូនអានេះឈ្មោះនេះអត់បាច់ទេឈប់ជារបស់យើងទៅលើកជូនទៅម៉ែទាំងអស់ដើម្បីឲ្យគាត់មានចាក់គៈឧបមាដែលចង់ឲ្យគាត់ទៅវត្តជូនលុយគាត់ជូនចានស្រាក់គាត់ដាំស្លជូនគាត់ចេះចាក់គៈអានឹងហើយគេហៅថាបច្ច័យ4ធ្វើជាមួយម៉ែឪមានន័យថាយើងធ្វើផ្ទាល់ជាមួយព្រះហើយណាញោមនេះបច្ច័យ4ថាឥឡូវមិញថាជាពាក់4យ៉ាងសងមិនរួចសងមិនអស់ឥឡូវសុំសួរតែមួយទេញោមងូតទឹកតាំងពីកើតមកទល់ប៉ុណ្ណឹងយើងតម្រាំចេះងូតទឹកខ្លួនឯងតើម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់ដោះក្អែលឲ្យយើងប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះហើយបោកខោឲ្យយើងប្រមាណដងម្នាក់សូមជួយឆ្លើយអត់ដឹងថាប្រមាណដងទេក៏ប៉ុន្តែអាត្មាដឹងថាបើដោះវិញគ្រប់កន្លែងទាំងអស់តាណាក៏ដោះដែរខ្ទេចខ្ទីក៏លុកកលៀនណាក៏គាត់ស្គាល់ដែរគេឃើញអស់ហាលីងគេស្គាល់អស់ហាលីងណាញោមណាម្ល៉េះហើយមិនដឹងប្រមាណដងថ្ងៃខ្លះ2ដងក៏មាន3ដងក៏មានកំពុងឲ្យឆ្ងាញ់អានលក់ទឹកព្រឹកជាមួយនៅផ្កាផ្លោកផ្កាស្នោអីសត្វតកូនបាញ់ប្រាច់ហើយវាបាញ់ឲ្យអស់សិនណាអញទៅលក់ឲ្យឆ្អែតសិនចាំលៀងតែមួយសាទៅទាំងអស់ហ្មងជួនកាលយកជើងធ្វើប្រគុណឲ្យកូនទៀតណោះហើយឥឡូវសាកសម័យថាបើពេលនឹងវិញណាម៉ែកំពុងតែវាយវងជាមួយកូនទឹកព្រឹកផ្កាកផ្លោកផ្កាស្បៅផ្កាស្នោអីចឹងឲ្យស្រាប់តែម៉ែបាញ់ប្រាច់វិញម្ដងមើលតើមានកូនណាទ្រាំនៅហូបឲ្យតតែចប់ដែរអត់មិនទេលេងអស់ហើយកាប្រចាំលេងផងត្រួលងើបឡើងមើលទៅលេងបាញ់ឲ្យគេកំពុងហូបអញ្ចឹងណាញោមណាអញ្ចឹងបើបាញ់កាន់តែញឹកម៉ែលេងកាន់តែញឹកមួយថ្ងៃ2 3ដងលេងយកស្អីលេងដៃហ្នឹងលេងដៃស្លោដៃហ្នឹងដែរដាំបាយដៃហ្នឹងដែរលេងក៏ដៃហ្នឹងដែរធ្វើទឹកគ្រឿងដៃហ្នឹងដែរលក់ដៃហ្នឹងដែរហូបដៃហ្នឹងដែរចឹងម៉ែឪដៃគាត់មានប្រយោជន៍ច្រើនណាស់ញោមញាតិឲ្យគ្រាន់តែងូតទឹកមួយមុខឧបមាថាបើយើងមិនដឹងចំនួនចុះបើយើងស្មានមើលថាបើគាត់គុណបូកសរុបទៅគាត់ងូតទឹកដោះក្អែលឲ្យយើងបាន2000ដងចុះយើងវិញងូតទឹកឲ្យម៉ែបាន2000ដងហើយនៅស្មើគ្នានៅទេហើយបើយ៉ាងនឹងអាដែលបខំទៅដើរបាញ់ទឹកស្រោចទឹកគេណាធ្វើអីលោកហើយនោះនេះស្រោចឲ្យម៉ែខ្លួនឯងនេះមកនោះនេះងូតទឹកដោះក្អែលឲ្យម៉ែខ្លួនឯងមកប្រមូលចាស់ពេញភូមិមកអង្គុយម្ដងស្រោចទឹកជូនគាត់ដោះក្អែលជូនគាត់ទៅឲ្យបានបនជើងទៅដើរគប់គេបាច់ទឹកស្ទាក់ផ្លូវគេនាំគេជេរណាហើយម្យ៉ាងវាមិនមែនជាវប្បធម៌ប្រពៃណីយើងផងបើដូច្នេះឲ្យប្រពៃណីដ៏ល្អស្រោចទឹកឲ្យម៉ែឪបានគេដាក់បោះស្បុកគេស្រោចទឹកឲ្យម៉ែឪហៅថាចម្រើនបជនតាមបែបអាយុវឌ្ឍនៈតាមបែបជីវិតមហាកជីវិតមហាកម្មប៉ុន្តែដាក់បោះស្បុកស្រោចទឹកមានន័យថានាំគាត់ឡើងឋានសួគ៌ចាក់ទឹកត្រជាក់គឺឲ្យគាត់ត្រជាក់ត្រជុំពីថ្ងៃនេះទៅលាងដោយទឹកកោគឺជំរះអំពើបាបដែលគាត់រស់ស៊ីចិញ្ចឹមកូនជួនកាលគាត់លក់ដូរសត្វទាំងរស់បង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងចេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃអ្នកខ្លះរស់ស៊ីមានកេងមានកັບមានលឹបមានខងវាយបដកគូកំប៉ុងបតោងភ្លើសភ្នែកជីងភូតគេកុហកគេបំបត្តិគេមកកាក់មកចាប់មកសេនមានលក់ដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដើម្បីយកលុយមកចិញ្ចឹមកូនក្រែងគាត់មានបាបកូនរស់ឲ្យលាន់ក្រែងគាត់មានបាបអូប្រវត្តិចិញ្ចឹមកូនបាបច្រើនដែរតាំងពីដើមមកអ្នកខ្លះស្រុកក្រខ្សត់អត់មែនតើហ៊ានលួចគេហើយក៏មានដើរតាមផ្លូវផ្លែឈើគេល្អក៏ដាច់ដាក់កប៉ាល់ផ្លែមកបនគេស្រួមស្រួលវាយវងទៅមកហូបបង្អែមមានតែមួយចានគេមិនតាន់ហូបផងបច្ចេកដាក់ថងខ្លះរួចស្រេចនិយាយខ្លះលោកមកឃើញគេមិនតាន់ហូបផងដាក់យកថងទៅជួនកាលមកបនគេអញ្ចេះទៅឃើញបបរឆ្ងាញ់បច្ចេកមួយចានតាមចការជ័យទៅផ្លិចយកចានមកសងគេវិញទៅថ្ងៃនេះមិនចង់បានអីទេចានមួយទៅប៉ុន្តែវាផ្លិចទៅខ្ជិលយកទៅសងព្រោះថ្ងៃយូរពេកຕົកប្រោយទៅចឹងបានបនឲ្យរាប់ចានខ្វះសឹងតែគ្រប់បនណាញោមណាអ្វីសពយ៉ាងដើម្បីកូនជួនកាលទៅវត្តស្រាក់ពេញត្រឡប់មកវិញពេញណាស់អាសល់យកទៅប្រមូលមកអញ្ចឹងដើម្បីកូនមិនដឹងម៉ែឲ្យធ្វើម៉េចខ្លះបានគេដាក់បោះស្បុកស្រោចទឹកលាងជំរះអំពើបាបប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចវាអត់ដាច់បាបទេវាដាច់តែក្អែលទេចុះដាច់ត្រង់តាណាត្រង់គេឲ្យកូនចៅសុំខមាទោសបើមិនសុំខមាទោសទេជាប់កម្មពីអ្នកខ្លះធ្លាប់ធ្វើមុខកញ្ញើដាក់ម៉ែឲ្យកើតជាក្រោយមុខលែងស្អាតតែមុខកញ្ញើខ្មៅកញ្ញើដែលភ្លើងឆេះគល់ទៅយើងអញ្ចឹងលេប្រហែលអាទេសក៏ជួយអត់ស្អាតដែរណាញោមហើយក៏បន្ទោសម៉ែធ្វើដឹងស្អីទេម៉ែបង្កើតអាបងមកស្អាតឲ្យស្អាតបង្កើតឯងមកមុខអាក្រក់ជាងគេស្រែនម៉ែស្រែនឲ្យអាចយកទៅធរណាឲ្យស្រែនវិញចង់ឲ្យស្រែនប៉ុន្តែឯងធ្លាប់ធ្វើកញ្ញើដាក់ម៉ែឲ្យពីមុនមកអត់បានសុំទោសគាត់បានមកសបកកញ្ញើទៅយើងអ្នកខ្លះសម្លក់ម៉ែសម្លក់ឲ្យពីមុនមកអត់បានសុំទោសគាត់អាហ្នឹងកើតផ្នែកជាតិក្រូចផ្នែកវាផ្នែកសលេវញោមដើរទៅត្បូងមើលទៅលិចដើរទៅកើតមើលទៅជើងបាញ់មាន់ងាប់ពីដកដើមទ្របងាប់កូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមីដល់ទៅដួសស៊ីកាទៀវឈរតាមផ្លូវបោយដៃហើធុកផ្នែកមើលម៉ូតូមកឲ្យទាំងពីររងឆ្លោះគ្នាបដាអីគេហៅអញហៅខ្ញុំផ្នែកមើលមកខ្ញុំមែនដៃបោកមកខ្ញុំឆ្លោះគ្នាពេញហ្នឹងតែមិនបានកើតមកខុសគេថាហ្នឹងឲ្យសម្លក់ម៉ែសម្លក់ឪអ្នកខ្លះប្រើម៉ែប្រើឪមើលកូនមើលចៅមើលផ្ទះមើលសម្បែងទៀតអូបើដូច្នេះត្រូវទៅសុំទោសគាត់
bán thật toàn quạt nơi rúa cái ói bạc cát cam thi thưa bon sông khả mà tu quạt còn lên do cam lên do pía dương ruột luôn lên miền cam píaมันรำแต่ปนนกquạt chun po dương ở rồi miền bán sập sànสบายเปียมาได้เปียครูโยมน่าแต่quạtทาซับquạtทาสบายการตามตุ่มเนียมระบบกอดหลอกเมียนจุ่มเนื้อย่างนาโกนเตยเถื่อตามไทยรัสาปูปงวงตะโกนเตียยาจางประเดปาเจียมิเกยก็ได้แม่ใจเอาไทยรัสาบานกุ้งวงกลมเจตลุกติลุกตีตกอนุสาวรีกอดทองนี่ไม่ในรูปสลับเตยหายเตะขึ้นนั่งอนุปเตะสามิเอาโกนเจ้าเถื่อบอลในตื้อกอซอลแต่เอากอดตัวในตีตั้งปรามยางนี่โกนกำปงแต่นอนขณีกันตามหายโดยชนะตัวใบไม้ได้สลับตื่นนู้ยืงมือคืนก็ได้มือมันคืนก็ได้ก็ยืงเตยแต่เธอได้ปลัวเวียจีตัวในตีระบอกยืงจีโกนตัวใบจำรันไปจุนจูนไม้กอดบานอายุเชียงมารอยก็ได้บานแต่มารอยกดก็ได้หรือก็ยืงมือมันคืนถ้าบานประมาณก็ได้ก็เตยแต่เธอได้ปลัวจีตัวในตีระบอกยืงโกนกันบานตามตัวในตีนี่ปะไปนะเนี่ยนำมันดังตัวในตีนี่จักปิดดังกอดเจธาอามันดังตื้อมันดังดำบอนให้อามัดบานจิเกเจอามันดังตื้อขมายปิดดังเบกานาเกเจธาอามันดังตื้อขมายนกดังปัญหาขมายอย่าลืมนะเบเจธาอามันดังตื้ออามันดังดำบอนเวลาดังเท่ไปเศร้าแทนเตียบเวทาขยมมันดังตื้อขยมไวกูก่อนยมใจโรตื้อฉลาดบอกเกแมนตามปัจจ้ากอดเจธามันดังตื้อมันดังดำบอนสำดาวแต่เลยโกนมันดังตื้อตั้งผมมวยเรื่องเสกเลยกะโซดนั่งได้ปะองสำดาวตัวในตีโกนนั่งไปเจนเมาปีบรอมันเนี่ยได้ละปกพดำถ้าโกนน้อยอดไปอย่าปกตื้อโกนไอ้ตื้อทวายกลมตื้อตั้งผมมวยนะโกนบาดปกกลมเพยจำขยมทวายกลมตื้อตั้งผมมวยปกสลับบัดตื้อโกนนั่งมันบ้านทั่วบอลเอาขมเอาเตะตื้อทวายกลมแมนแตนทวายกลมกลายภูมิปิเล็กปิกาปิจึงปิทบงรอแต่ทั้งไงรอโหดทั้งไงมวยปองเยียงมาเป็นปลัมก็จูบสัวธามเนลบรอเมียนนกนายเมียนสอบเมียนมกแต่ตักโจกให้เติมเมาปีนาถวยไอบรอเราทำเมาปิทวายกลมตื้อตั้งปมวยปองรอบอ่านปีอปกพดำทาเป็นกอดสลับตื้อเอาทวายกลมตื้อตั้งปมวยอย่าหลังทวายกลมตาไม้ปองทำแมนจังเตเมียนบยลขอให้ปกมันอาจในไทยแต่สาโกนเราเตปนาปกพดำทอประมวยยางเบอร์โกนกันทอประมวยยางนูบ้านปกมาได้สลับเติมแมนปนาโดยอดสลับเตะโดยในจิมวยโกนจินิกคือกอมเอาโกนนั้นเติมประพฤติอาบายมกเตียงประมวยเมียนละใบใส่สราเปียเลียพนอลคเนียดาวเล่งหัวเปลเวเลียแสกกุบบาประมิดเจดามเบอร์โกนกันบ้านตรอกสมบัติเกยกรในต่างอ๋อรวมในสกสบายโดยไม่ในจิมวยจังปันไตเบอร์โกนเตยประพฤติอาบายมกเตียงประมวยในหายไม่สลับเตยโกนหันหาวจังไม่เตยช่างขมิ้นนาไทยโกนเตยโกนนังหันหาวลำบากนะปองสมได้ตู้ในกาประพฤติข้อตั้งประมวยในหอยสดับโดยเจตดาวเล่งหัวเปลเวเลียเตยปังกอตำนอกก็เมียนครัวธนาจราจรก็เมียนเจ้าลุยตรอบสมบัติไอ้เตี้ยนี่ก็เมียนเด็กมันครบแหลกล้วนชื่อก็เมียนติจวนดานเชิงเจ้าก็เมียนไอ้โดยในหายเตยแสกกุบข้อจิมวยมัดแพไอ้ก็เมียนติจวนเมรุกนอนจุงือโจเตี้ยก็เมียนจังตู้กำหอกจรานะเนี่ยดาวเลียงยกให้เนี่ยประพฤติเจริญเจ้าเจียดาวเตยอดบานจังยืออดบานสมอาเตะสมบายได้จุ่มวิ่งตกอ้อยดอกปรีดอกสมาหรือก็วิลเชนแต่สกรีแต่จีแต่มาเตะมันเจดำจำแต่ติงเกสรับนาอลุยนาดะจิตกีมีปลนาสมรามเป็นจุ่มวิ่งเตะคลุนไอกองบานประจันยื้อเกาจุงือชื่ออลุยประแทนตีดให้เบอร์คลุนไอบานประจันจิตปลสกปรกละอมมันจุงือตำนำดำดอกเมียนกีมีหอบตั้งเมียนกำลังมันใจอลุยซ้อมตกเนี่ยคลาทั้งกองเตอร์กิดไอมาปอนมาร้อยติงตะเกก็บ้านปันมาปอนรอไงคนเตอร์รอเลียนในนอบ้านลูกสำได้หลุมอัดอ๋อปีเรื่องเจริญเจ้าแสบกุบบาปมันไอเตอร์นอมเมียนตูหายจงกราวปองไปเจียปราถามันเนียเมียนนกตึกตั้งประมวยกี่รอบแช่ตึกข้างกาตำนางเอาตึกเมียดาใบดา
ទិសខាងត្បូងគឺតំណាងឲ្យគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាមិត្តស្រឡាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសកម្មករថ្វាយអង្គមទិសទាំង6មានន័យថាអនុគ្រោះមនុស្ស6ក្រុមនៅជុំវិញយើងនេះអញ្ចឹងបើកូនណាមិនដឹងមនុស្ស6ក្រុមហ្នឹងហើយដែលគេជាអាមិនដឹងទិសហ្នឹងញោមណាមិនវិញទិសទេមកពីយើងមិនដឹងញាតិ6ក្រុមហ្នឹងបានគេជាអាមិនដឹងទិសបានព្រះអង្គថាថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែឪគឺបើម៉ែឪនៅរស់ចិញ្ចឹមគាត់ទៅហើយបើគាត់ស្លាប់ទៅធ្វើបុណ្យឲ្យគាត់ឯថ្វាយអង្គមទិសខាងត្បូងកុំភ្លេចគុណគ្រូបើជួបគាត់ធ្វើបុណ្យជូនគាត់នៅរស់ជួយតាមរស់បើគាត់ស្លាប់ធ្វើបុណ្យឲ្យគាត់ផងទិសខាងលិចបុត្រភរិយាបើគ្នានៅរស់សង្គ្រោះតាមរស់បើស្លាប់ហើយធ្វើបុណ្យឲ្យផងទិសខាងជើងជាមិត្តសម្លាញ់បើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ហើយទៅធ្វើបុណ្យឧទ្ទិសឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍ធ្លាប់គោរពអង្គណាសាមណៈសាមណេរភិក្ខុអង្គណាបើលោកសគត់ហើយធ្វើបុណ្យឲ្យលោកផងទិសខាងក្រោមទិសកម្មករកូនចៅខ្ញុំបង្រើយើងបើគ្នានៅរស់សង្គ្រោះតាមរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងនេះសង្គ្រោះដល់មនុស្ស6ក្រុមឯណេះសោះឯងអត់ដឹងខំមកទៅថ្វាយអង្គមទិសមែនតែនត្រង់ខ្មោចឪពុកអត់ដឹងសោះដូច្នេះហើយបានជាព្រះអង្គសម្ដែងបំភ្លឺប្រាប់ម្ដាយឪពុកស្លាប់ទៅអត់បានធ្វើបុណ្យឲ្យអាឡ័យទៅថ្វាយអង្គមទិសមែនតែនបានព្រះអង្គសម្ដែងប្រាប់មកបានគេចេះចាប់ផ្ដើមធ្វើបុណ្យជូនម៉ែឪពេលស្លាប់ទៅទល់សពថ្ងៃហ្នឹងណាញោមណាទូនេតិដែលព្រះអង្គសម្ដែងប្ររពកូនចៅឲ្យគោរពដល់គុណមេត្តាបិតាក្នុងរឿងហ្នឹងតាមរយៈរឿងហ្នឹងមានមកក៏បានយើងធ្វើឥឡូវយើងកំពុងតែបំពេញកាតព្វកិច្ចហើយលោកថាកូនមានធម៌កតញ្ញូធ្វើបុណ្យជូនមេត្តាបិតាចិញ្ចឹមគាត់កតញ្ញូដឹងគុណមេត្តាបិតាកតវេទីធ្វើតបកតញ្ញូមាន3ទី1និច្ចកតញ្ញូកូនចៅនៅជាមួយម៉ែឪជានិច្ចបាយទឹកព្រឹកល្ងាចបង្រើគាត់បានបុណ្យខ្លាំងណាស់ប៉ុន្តែម៉ែជេក៏ច្រើនជាងគេម៉ែលអ៊ូក៏ច្រើនជាងគេត្រូវមាត់ក៏ច្រើនជាងគេដែរព្រោះមនុស្សតែចាស់ទៅបេះដូងដើរញាប់លអ៊ូច្រើនណាស់គេថាស្លាប់តពិនៅរស់តពិតកៀកស្លាប់ឆឹងហ្នឹងញោមដល់ពេលចាស់ទៅអាធ្វើអីមិនកើតហ្នឹងលអ៊ូក៏ច្រើនណាស់ជាមើលតាអាត្មាចាស់ទៅលអ៊ូជាងញោមទៀតណោះដាក់ផ្តិលតាមផ្លូវកូនដើរទាត់ម៉ាំងស្ដីឲ្យកូនហែងភ្នែកមិនមើលលេបភ្នែកហើយដល់គាត់ដើរទាត់វិញគាត់ថាអាណាខ្វះកន្លែងដាក់យកមកដាក់ទៅហ្នឹងគាត់ទៅត្រូវទៅរហូតញោមញាតគិតមើលមនុស្សចាស់ប៉ុន្តែគេថាអ្នកនៅបង្រើម៉ែឪជានិច្ចនេះហៅថានិច្ចជាកតញ្ញូបានបុណ្យច្រើនរាប់មិនអស់ស្មើនឹងបង្រើព្រះប្តីណែប្តីស្លាប់ទៅយាយហ្នឹងមានកូន2តលទៅវត្តតលទៅបុណ្យនៃវត្តប៉ុន្តែគ្រួសារនេះយាយតាចាស់បានកូនប្រុសមួយទៅបួសម្លោះហើយប្អូនស្រីចេះតែចំណែនបងថាបងឯងទៅបួសបានបុណ្យហើយខ្ញុំនៅផ្ទះអត់បានបុណ្យទេបងថាប្អូនឯងនៅផ្ទះបង្រើម៉ែឪចាស់ចាស់នេះបានបុណ្យណាបានបុណ្យខ្លាំងបើប្អូនឯងចង់បានបុណ្យមើលតែអ្នកស្រុកគេធ្វើបុណ្យប្អូនឯងទៅជាមួយគេទៅរាប់បាតសមាទានសិលជូនចានជូនឆ្នាំងអីជាមួយគេទៅប្អូនឯងកាន់តែបានបុណ្យច្រើនជាងនឹងទៀតលឺអញ្ចឹងប្អូនស្រីនឹងខំធ្វើតាមបងនឹងបង្រើម៉ែឪចាស់ហើយទៅបុណ្យគេជួយគេសពដងថ្ងៃមួយបងលោកនឹងជាមួយនឹងយាយទៅបុណ្យនៅត្រើយមកខាងទលេអានឹងឧបមាដូចយើងអញ្ចឹងថាគេចេញទៅខាងកោះឯណោះណាញោមណាដល់ពេលនាងអាឡៃដាំស្លបបពពាកភេសជ្ជៈបច្ចុកម៉ែឪចាស់ទៅដល់ទូកគេចេញចោលចូលយំនៅមាត់ទលេហ្នឹងទៅមកខ្ញុំចង់ទៅបុណ្យជាមួយយាយណាឥឡូវគេទៅចោលបាត់ដោយសារតែខ្ញុំជាប់នៅបង្រើម៉ែឪចាស់បើអញ្ចឹងខ្ញុំស្ដាយបើខ្ញុំបញ្ញាប់ឲ្យស្រោតពីព្រឹកខ្ញុំទៅតន់គេបាត់ប៉ុន្តែដោយសារនៅបង្រើម៉ែឪចាស់គេចេញចោលទៅចោលម៉ែមិនកើតអញ្ចឹងហើយខ្ញុំចង់ទៅគេណាដឹងធ្វើម៉េចទេសុំលុយទឹកទៅចុះហែលទឹកទៅតម្រងចង់ទៅបុណ្យហ្នឹងកុំឲ្យខានគ្រាន់តែនាងសម្រេចចិត្តថាចុះលើកដៃសាពះបួងសួងថាគុណម៉ែគុណឪអើយជួយខ្ញុំផងខ្ញុំសុំឆ្លងទឹកហ្នឹងឲ្យបានទៅទេវតានៅជុំវិញហ្នឹងហៅគ្នាមកផ្លែតអត់បានទេអើយគ្នាយើងនាងនេះអ្នកមានធម៌កតញ្ញូតែនាងនឹងស្លាប់ពួកយើងត្រូវថ្មោងប្រអិនណាបើអញ្ចឹងតួនាទីយើងត្រូវថែរក្សាកូនណាមានធម៌កតញ្ញូអញ្ចឹងទៅទេវតាហៅគ្នាមកចាំពាត់ចាំថែរក្សាកូននឹងកុំឲ្យលិចទេវតាក៏និមិត្តទឹកនឹងកុំឲ្យនាងចុះទៅលិចនាងចុះដើរលុយទឹកទៅលុយដល់ត្រើយមកខាងផ្អើលពេញរោងបុណ្យហាដូចទឹកទលេជ្រៅហូរវឹងឲ្យនាងចុះមកមិនអត់លិចអញ្ចឹង
bán niềng nâng lược đầy prap thả nhóm buông xuống đòn con mai con ứហើយសូមឲ្យឆ្លងទឹកនឹងមករួចស្រាប់តែខ្ញុំបានឆ្លងមករួចទៅបានលោកថាលោកនៅក្នុងរោងនឹងថានាងនេះហើយបងប្អូនអានិសង្ឃនៃកូនមានធម៌កតញ្ញូគឺអញ្ចឹងតាមពិតទៅទេវតានៅក្នុងតំបន់នេះថែអាសានាងមិនឲ្យស្លាប់ព្រោះនាងជាអ្នកមានធម៌កតញ្ញូបានជានាងឆ្លងមកបាននោះអញ្ចឹងអ្នកមានធម៌កតញ្ញូគេហៅថាជាកូនមិនជាយត់មិនងាយស្លាប់តៃហោងទេព្រោះមានទេវតាតាមថែរក្សាជានិច្ចចឹងហើយបានជារំលឹកដល់ញោមញាតពង្រើម៉ែពង្រើឪនេះបានបនស្មើនឹងធ្វើបនជាមួយព្រះហើយណោះញោមហើយបើលឺអញ្ចឹងតិចទៅជាហែទៅឆ្លងទុកគេចេញចោលបាត់អីចង់លេងម៉ូតដូចមិញនឹងអីប្រយ័ត្នណាញោមណាបើបួងសួងមកសន្ធុលោកជើងស្ទាបសាកមើលខ្ញុំមកធ្លាប់ពង្រើម៉ែពង្រើឪគេដែរម៉ែជេក៏មានម៉ែលូក៏មានឥឡូវសុំឆ្លងទឹកទៅឲ្យបានដូចសេចក្តីប្រាថ្នាលោកជើងស្ទាបសាកមើលរឹងអីអត់បើលោកទៅជ្រាយទៅញោមកុំទៅចាំទុកដត្រឡប់មកវិញហើយបើសិនជាស្ទាបទៅទឹកនឹងរឹងអាហ្នឹងសំទៅចុះកុំលេងបថុយព្រោះអីព្រោះបនយើងវាមិនទាន់ដល់ស្មើនាងទេបើគិតពីសម័យនោះមកឥឡូវទឹកយើងនៅកន្លះពីងញោមទឹកគេចិត្តពេញពីងនៅតែមកផ្ដាល់គេចាក់តែមកផ្ដាល់ពេញតែម្ដងហើយយើងទឹកនៅកន្លះពីងចាក់20ផ្ដាល់មិនទាន់ពេញផងចឹងបាននិយាយតាខ្លះអញលឺលោកទេសនាពីសម័យព្រះគេធ្វើបនមិនតិចសោះមិនក៏បានទៅលឿនណាស់ឯងឥឡូវធ្វើបនឡើងឆ្លោះប្តីប្រពន្ធរំឆ្ងាយនៅតែវាមិនឃើញបានបនផ្ទាន់ភ្នែកបានអាត្មាថាពីដើមគេធ្វើបន្តិចមែនប៉ុន្តែទឹកគេចិត្តពេញទៀងហើយនោះនៅសល់តែមកផ្ដាល់ទៀតពេញនោះគេចាក់តែមកជ្រោយពេញតែម្ដងហើយឯងទឹកនៅកន្លះពីងឡើយចាក់ពី3ប៉ោតមិនទាន់ពេញផងណាញោមណាបើអញ្ចឹងបើបួងសួងទៅទឹកមិនរឹងទេចាំទុកដរមកវិញញោមកុំអាលបថុយមេត្តាបិតាជាព្រះនៅលើផ្ទះអ្នកណាថាជាព្រះប្រពន្ធលោកថាជាព្រះធ្វើបន់ជាមួយព្រះនៅឯវត្តបានបន់ប៉ុណ្ណាធ្វើបន់ជាមួយមេត្តាបិតានៅផ្ទះបានបន់ប៉ុណ្ណឹងដែរចូលឆ្នាំទទួលទេវតារួចហើយទេវតាគឺមានគ្នា7នាក់ជាកូនកបិលមហាព្រំដាក់វេនគ្នាមកទាំងហែប្រកេះសធាតុបបីតាគេគឺកបិលមហាព្រំរួចតាកបិលមហាព្រំហ្នឹងមុខ4មិនដឹងថាដេកបែរមុខកោយទៅខាងណាទេហើយបើបានចំណីឆ្ងាញ់ក៏មិនដឹងហូបមាត់មួយណាទេបើមាត់4នោះហើយតាកបិលមហាព្រំហ្នឹងស្លាប់ទៅនៅប្រកេះព្រំគេដតីទេវតាដតីស្លាប់ទៅបាត់រូបឯព្រំនេះនៅប្រកេះធាតុទុកឲ្យកូនហែប្រកេះនោះថាបោះចោលក្នុងព្រៃឆេះព្រៃដាក់ក្នុងសមុទ្ររីងសមុទ្រដាក់លើផែនដីឆេះផែនដីកូនក៏យកទៅតម្កល់ទុកនៅភ្នំកែឡាស់ប៉ុន្តែគ្រាន់បើភ្នំហ្នឹងអត់ឆេះយកទៅដាក់នៅក្នុងហើយមានមិនដឹងថាប្រពន្ធឈ្មោះអីសោះញោមបានកូនដល់7សតស្រីហើយតាំងពីដឹងក្តីមកឮតកូនស្រីទាំង7ហ្នឹងចុះដាក់វេនគ្នាមកដូចជាមិនទាន់ឮថាណាមួយមានគូតដឹងសោះណាដូចនៅកមុំទាំង7កូនហ្នឹងដូច្នេះហើយរឿងរ៉ាវនេះអប់រំដល់មនុស្សយើងថាបើយើងជឿព្រំកូនកបិលមហាព្រំគេក៏មកទាំងហែឪគេដែរបើយើងជឿទេវតាកូនទេវតាក៏ដាក់វេនគ្នាមកទាំងហែឪគេដែរចុះកបិលមហាព្រំតំណាងឲ្យនរណាគឺម៉ែឪយើងជាអ្នកមានធម៌មេត្តាករុណាព្រំវិហារជាព្រំចុះទេវតាជានរណាតំណាងឲ្យយើងជាកូនចុះមិនបានជាសត្វស្រីកូនធ្វើឲ្យគ្រួសារមានសេរីសួស្តីចុះមិនបានកូននឹងតែ7ថ្ងៃវាមានតែ7ថ្ងៃអាទិត្យច័ន្ទគេពុទ្ធពហសុកសៅរ៍ដាក់វេនគ្នាទៅម៉ែឪចាស់ហើយយកលំនាំតាមទេវតាផ្ដាំដែរពេលចុះមកហើយថាបើយើងចង់ឲ្យទេវតាជួយជំរះចិត្តសៅមងឲ្យស្អាតកុំចំណែននឹងទាឈ្នានេះគ្នាកុំបកតំណោះចំនួននឹងគ្នាខំថែរក្សាសិល5ស្ដាប់ធម៌ទេសនានោះទេវតានឹងថែអាសាហើយបើយើងដាក់ទទួលទេវតាហើយអត់កាន់សិល5អត់ស្ដាប់ធម៌អត់ជំរះចិត្តទៅប្រព្រឹត្តទៅអំពើបាបទេវតាមិនថែអាសាដដែលយើងគោរពទេវតាព្រះអង្គថាមេត្តាបិតាយើងជាទេវតាយើងគោរពគ្រូព្រះអង្គថាមេត្តាបិតាយើងជាគ្រូយើងគោរពព្រំព្រះអង្គថាមេត្តាបិតាយើងជាព្រំអញ្ចឹងបើជឿទេវតាជឿព្រំយើងត្រូវគោរពមេត្តាបិតាយើងតាមណាញោមណាហើយដល់តែយើងជឿព្រះព្រះអង្គថាមេត្តាបិតាយើងជាព្រះស្ត្រីម្នាក់យកចេកទៅថ្វាយព្រះព្រះអង្គថានាងថ្វាយព្រះឲ្យផ្ទះហើយនៅព្រះអង្គប្រមាលឃើញនៅផ្ទះហ្នឹងមានយាយចាស់មួយដោយលោកយាយឧបាសិកាយាយអញ្ចឹងណាញោមនៅចាស់នៅផ្ទះហើយកូនគេអត់បានយកចេកជូនម៉ែអីគេយកទៅថ្វាយព្រះនៅឯវត្តព្រះអង្គដឹងថាអូយកចេកមកនេះមកលងម៉ែនៅផ្ទះយកមកវត្តមុនបាត់អញ្ចឹងព្រះអង្គថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាទេផ្ទះខ្ញុំព្រះអង្គគ្មានព្រះទេព្រះអង្គថាមានឲ្យនាងយកត្រឡប់ទៅវិញទៅថ្វាយព្រះនៅផ្ទះនាងយកចេកត្រឡប់មកវិញដើររកព្រះឲ្យចុះព្រះនៅឯណាមិនក៏រកមិនឃើញរកពីលិចពីកើតពីជើងពីត្បូងកលៀតអញ្ចាំងកលៀតស្បោងកលៀតចង្រុកហើយនៅតែរកមិនឃើញសោះយកចុះយកឡើងនិយាយ
ឃើញចេកទុំឃ្លានតាមសម្លឹងមើលចេកកូនភ្លឺកូនគេយោចោះយោឡើងចេកមួយវាតុនកល្បេះធ្លាក់ខ្ពាកយាយនឹកអព្រឺតអាមួយហ្នឹងទៅនឹងបានអញនៅស្ងៀមជាជាងទំនេរហាមាត់សុំគេក្រែងលោកបានកូនអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកកូនអាហ្នឹងវាធ្លាក់ឲ្យម៉ែឯងយកទៅនេះយាយអញថាបានអញបានមែនបកខ្វោកដាក់ផ្លប់ផ្អែមឆ្ងាញ់ក៏អូបពេញមាត់វាទាស់តែបានតែមួយណាបាន2 3ទៀតអីទៅគ្រាន់ឥឡូវគេយកទៅបាត់ហើយបានអាចារ្យអ៊ូចុងគាត់រំលឹកថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រីឃ្លានចង់បានណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញាប់ពុះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាអើយគេថាបាបអត់ទៅយើងមិនបាច់បដ ாய் ទៅកុំឲ្យបាបគេយកទៅណាយកទៅនាងនោះយកចេកទៅថ្វាយព្រះព្រះអង្គសួរថាម៉េចទៅមានឃើញព្រះហើយនៅអត់ទេរកអស់អាលីងហើយគ្មានឃើញព្រះផងចុះបាត់ចេកមួយនេះទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនៅផ្ទះនោះហើយព្រះធ្វើបន់ជាមួយព្រះនៅឯវត្តនេះបានបន់ប៉ុណ្ណាធ្វើបន់ជាមួយម៉ែឪយើងនឹងទៅបានបន់ស្មើនឹងព្រះនៅឯវត្តដែរហើយឥឡូវអ្នកទៅភូមិមានឌីលង្ការនៃប៉ាល់ត្រឡប់មកវិញគ្មានជួបព្រះមែនទេនេះជួបតែព្រះស៊ីម៉ងព្រះស្ពាន់និងព្រះថ្មទាំងគេទាំងអាត្មាថតតែព្រះស៊ីម៉ងមកទាំងអស់តែគ្នាហ្នឹងហើយព្រះមែនទេទៅឯណាទៅពៀនបាត់ទៅហើយប៉ុន្តែព្រះអង្គថាម៉ែឪយើងនៅរស់ណាជាព្រះណាហើយមិនក៏រត់ចោលព្រះយើងទៅព្រះគេបើអញ្ចឹងហើយបានលោកថាមេត្តាបិតាយើងជាព្រះជាពុំបកែនៅលើផ្ទះចង់បានសុខធ្វើឲ្យគាត់បានសុខគ្រួសារនឹងបានសុខចង់ឲ្យឆ្លោះទាស់គ្នាក្តៅក្រហាយធ្វើឲ្យតែម៉ែឪក្តៅក្រហាយទៅគ្រួសារគង់តែក្តៅក្រហាយឯងឆ្លោះគ្នាឯងចឹងបានទេវតាស្វែងរកមង្គលអស់12ឆ្នាំរមមិនឃើញព្រះអង្គរកឃើញមង្គល38ប្រការណាគោរពបប្រតិបត្តិទៅកើតមង្គលហើយសុភមង្គលមង្គលទី11នោះព្រះអង្គថាមេត្តាបិតបដ្ឋានអេតមង្គលមុតតមអ្នកណាទំនុកបំរុងមេត្តាបិតាគ្រួសារនោះកើតសុភមង្គលណោះយ៉ាងមើលឃើញដែរហើយបើធ្វើឲ្យម៉ែឪនៅលើផ្ទះនេះក្តៅក្រហាយបន្តិចងាប់ជ្រូកបន្តិចងាប់កូនបន្តិចកូនឈឺបន្តិចឈឺខ្លួនឯងបន្តិចឆ្លោះទាស់គ្នាវាយបោកដាច់កតិនទឹកត្រីអស់ពី3ថ្ងៃត្រូវគ្នាទៅទិញមកទៀត4 10ថ្ងៃវាយបោកដាច់ក្អមដាច់ពីងអស់4 10ថ្ងៃត្រូវទៅទិញមកទៀត4 10ថ្ងៃបោកក្អមបោកកតិនដាច់អស់4 10ថ្ងៃទៅទិញមកទៀតឃើញតែឆ្លោះគ្នាអត់សូវសុខប្រមាណនេះឆ្លោះកាន់តែញឹកកូនកាន់តែច្រើនមកព្រឹកចេញពីមុងម្លោះហើយទៅអត់សូវកគេថាមកពីធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយហើយចុះបើណាថែព្រះនេះឲ្យបានសុខបានសុខព្រះអង្គថាផ្លូវវិនិច្ឆ័យមាន12ផ្លូវព្រះអង្គសម្ដែងទុកក្នុងបរាភវៈសូត្រកូនណាឈានជើងចូលទៅផ្លូវនោះវិនិច្ឆ័យហើយផ្លូវវិនិច្ឆ័យមាន12គាថាទី4ព្រះអង្គថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យយកញាតចេះជាងអាត្មាទៀតណោះអញ្ចឹងវិនិច្ឆ័យដោយសារអីតលះបងម៉ែឪចោលវិនិច្ឆ័យអញ្ចឹងបានគេថាម៉ែឪជាពុំនៅលើផ្ទះនេះប្រកែណាបើម៉ែឪឲ្យពរកូននើយរស់ស៊ីមានបានសុខសាន្តសប្បាយហើយកុំឲ្យម៉ែឪជេរដាក់ទំនាយណាញោមណាមាននិយាយមួយជេរតកូនណាផ្ទះបាញ់ឥឡូវផ្ទះបាញ់ងាប់កូនបាត់ហើយអង្គុយយំសោកស្ដាយជំនាន់ព្រះមានជេរកូនមួយដែរគាត់មិនស្ដាប់ថាកុំឲ្យទៅរស់ស៊ីគាត់មិនស្ដាប់ជេរកូនអាចោលកបីវត្តទៅឲ្យកបីវត្តដល់កូនរត់ទៅដល់ក្បែរមាត់សមុទ្រចេញកបីមកដេញវត្តកូនមែនកូនរត់យកព្រះអាយុនឹកឃើញថាម៉ែជេរឲ្យកបីវត្តអញឥឡូវកបីវត្តមែនរត់បដានឹកឃើញគុណម៉ែបដាបួងសួងមកម៉ែអើយម៉ែឯងជេរកូនមែនប៉ុន្តែចិត្តម៉ែមិនចង់ឲ្យកូនវិនិច្ឆ័យទេចង់ឲ្យកូនសុខសប្បាយបើម៉ែពិតជាចង់ឲ្យកូនសុខសប្បាយមែនកបីអើយលែងដេញខ្ញុំទៅហើយបើសិនជាម៉ែហ្នឹងចង់ឲ្យកូនស្លាប់មែនកបីវត្តឲ្យងាប់បដ ாய் មកកបីវាលែងដេញទៅបានថាម៉ែហ្នឹងគាត់ជេរមែនតែចិត្តគាត់ចង់ឲ្យកូនល្អទេប៉ុន្តែឆុតណាស់កុំជេរកូនទៅពីទៅទៀតណាញោមណាតែជេរថាមិនចង់ឲ្យពរកូនសុខមែនសប្បាយមែនតែជេរកូនជាប់ទំនាយអត់បានទេពាក្យគេថាគ្រូទាយម្ដាយថាណាញោមតែជេរកូនអាចោលត្រូវគ្រាប់7ទឹកអីអត់បានទេប្រយ័ត្នតែកូនដើរក្រុមដើម7ទឹកធ្លាក់គ្រាប់7ទឹកមកបែកក្បាលកូនប្រវត្តិទេ4 10ធ្នេណាញោមណាកុំដូច្នេះហើយម៉ែនេះជាពុំនៅលើផ្ទះបកែស័ក្តិសិទ្ធិបំផុតនេះនិច្ចជាកតញ្ញូអ្នកណានៅពង្រើជានិច្ចឯកាលកតញ្ញូអ្នកនៅឆ្ងាយគ្នាមិនបានមកដិតដល់ទេមកម្ដងមកកាលមានអីមកជូនម៉ែដាំស្លជូនគាត់ធ្វើបន់ជូនគាត់កុំឲ្យដូចគេលេងរឿងតាម Facebook មួយរយៈមុនណាមកជូនម៉ែបានតែ50000ជូនទៅវិញឯងសឹងទាំងអស់តាំងពីផ្លែខ្នោតាំងពីមន់តាំងពីទាតាំងពីស្រូវចង្រុកកិនក៏ដាក់យកទៅម៉ែខាត់កូនហ្នឹងថ្ងៃក្រោយមិនបាច់មកទេកូនឯងឲ្យតែកូនឯងបានសុខទៅម៉ែសប្បាយហើយមិនបាច់
បាច់មកលេងម៉ែទេបើមកអស់របស់ម៉ែទៅហើយជូនទៅអស់អានោះក៏វាមិនកើតដែរណាញោមណាកូនខ្លះត្រឡប់ទៅវិញមកលេងម៉ែបាន2 3ថ្ងៃត្រឡប់ទៅវិញម៉ែកាន់ណែកាន់ដេញបាវដើររឹសសបកកំប៉ុងបាន2បាវនៅក្រោយផ្ទះហ៎ក្រុមដើមស្វាយម៉ែឲ្យទៅសែងក្រែយកមកទុកវិញគេយកទៅបរិយាចោលគ្មានយកមកទុកទេបានសបកកំប៉ុង2បាវទុកដូរឲ្យចាយដែរដូច្នេះហើយកាលកតញ្ញូសំដៅទៅលើកូនចៅនៅឆ្ងាយក៏ដឹងគុណម៉ែឪមកម្ដងម្កាលឯបកាសនៈកតញ្ញូដោយថ្ងៃហ្នឹងដាក់មេក្រូប្រកាសមានន័យថាសងគុណហើយអាម៉េចបានន័យថាសងគុណព្រោះយើងធ្វើអាម៉េចក៏សងមិនរួចដែរជាពាក់គុណគាត់ខ្លាំងណាស់ប៉ុន្តែបើធ្វើបកាសនៈកតញ្ញូអញ្ចេះសងគុណគាត់បានចាំមើលអាត្មានិទានឲ្យញោមស្ដាប់បុរាណគេថាដឹងគុណម៉ែឪហើយធ្វើបន់តបចាំបាយឲ្យទឹកនំចំណីគក់ច្បាច់ឲ្យរំកិញចិត្តគេថាមិនទាន់សងគុណផងមិនទាន់សងគុណទេនៅត្រឹមតែតបគុណឡើយទេហើយចុះចង់សងគុណធ្វើម៉េចបានប្រពុតលោកសម្ដែងថាយោចៈខោភិកវេមេតាបិតរោអសទ្ធិសទ្ធាសម្បទាយសមាតបេតិនិវាស័យទេបតថាបេតិមនាលភិក្ខុទាំងឡាយអ្នកណាចង់សងគុណមេត្តាបិតាម៉ែឪពុំតាន់មានសទ្ធាញ៉ាងគាត់ឲ្យមានសទ្ធាពុំតាន់មានសិលញ៉ាងគាត់ឲ្យមានសិលពុំតាន់មានចក្ខៈញ៉ាងឲ្យមានចក្ខៈពុំតាន់មានបញ្ញាញ៉ាងគាត់ឲ្យមានបញ្ញាទៅនឹងហើយគេហៅថាសងគុណហើយញ៉ាងរបៀបម៉េចគាត់ពុំតាន់មានសទ្ធាពុំតាន់មានបញ្ញាទៅរកប្រសងសម្ដែងធម៌ទេសនារកអាចារ្យមកបញ្យល់ធម៌ឲ្យគាត់បានស្ដាប់ទៅគាត់មានសទ្ធាគាត់មានបញ្ញាហើយចង់ញ៉ាំងគាត់ឲ្យមានសិលត្រង់តាណានិមន្តប្រសងមកសម្ដែងធម៌ឲ្យសិលដល់គាត់ឬក៏ស្រាយចំណងគាត់ឲ្យទៅវត្តសមាទានសិលគេចំណងអត់ខ្សែចំណងចងពុកចំណងចងម៉ែចំណងអត់ខ្សែគ្មានមុខស្រាយចំណងអីគេញោមចំណងចងម៉ែចងឪគ្មានមុខស្រាយចំណងអីគេចំណងចៅហ្នឹងញោមថ្ងៃសិលប្រឡែងគាត់ខ្លះទៅគាត់បានទៅវត្តទៅគាត់បានកាន់សិលគេនេះញ៉ាំងគាត់ឲ្យមានសិលញ៉ាំងគាត់ឲ្យមានចក្ខៈត្រង់តាណាញ៉ាំងគាត់ឲ្យមានចក្ខៈត្រង់កូនចៅទិញរបស់របរគ្រឿងបច្ច័យ4នេះយកមកធ្វើបន់ជូនគាត់អញ្ចឹងជូនគាត់ទៅដើម្បីឲ្យគាត់បានរបស់របរច្រើនគាត់មានចក្ខៈគាត់ចេះធ្វើបន់អញ្ចឹងសងគុណហើយនឹងតបគុណខុសគ្នាដូចម្ដេចខុសគ្នាតែនេះតបគុណបានហូបទៅ2 3ពេលទេជួនកាលត្រឡប់ទៅនរកទៅប្រែតវិញក៏មានដែរដោយលោកតាពេជ្រសុខាស្មូតទៅថាម៉ែឪរស់នៅប្រឹងព្រោះកូនដល់សូនជីវិតបាត់សង្ខារមិនដឹងជាកើតនៅទីណាជាមនុស្សទេវតាឬក៏ជាប្រែតបើកើតជាមនុស្សឬទេវតាប្រសើរថ្លៃថ្លាព្រោះស្គាល់ហេតុប្រយ័ត្នណាស់ទៅកើតមកជាប្រែតបាក់ពោះកាហេតុអត់អាហារតានឹងប្រឹងលីប្រឹងរែកប្រឹងទូលសែងដើម្បីកូនអត់ប្រឹងធ្វើសិលធ្វើទានស្រាប់តែគាត់ស្លាប់ទៅកើតប្រែតទ្រព្យសម្បត្តិនៅលើដៃកូនទាំងអស់ហើយស្រាប់តែគាត់ត្រឡប់មករកកូនវិញមកយំសោកបោកខ្លួនក្បែរវិហារដោយគេត្អូញថាឃើញតែញាតិគេដតីគេបានលោកលីមកហូបអាហារឲ្យចុះវាបាត់តែញាតិលោកតាហ្នឹងមិនដឹងទៅឯណាមិនឃើញមកហើយដល់ឆ្នេះហើយបានអីមកអាឡៃសវឹងដើរជេរគេលោឡាពីពេញផ្លូវឯណោះអាម៉ែឪនេះយំបោកខ្លួនក្បែរវិហារកូនអាឡៃដើរជេរគេលោឡាពេញតែផ្លូវឯណោះម្ល៉េះហើយដល់ថ្ងៃគម្រប់ទី7ទី8ទី9ទី15ហើយយំផបាលគៀងគាត់ត្រឡប់ទៅវិញទាំងពោះទៅទេអត់បានចំណីអាហារកូនគេអត់អើពើតែហ្នឹងហើយដែលគេហៅថាឆ្អែតកាលនៅរស់បាន2 3ពេលដល់ស្លាប់ទៅកើតជាប្រែតអស់កាលយូរតែហ្នឹងគេហៅត្រឹមតែតបគុណទេបើចង់សងគុណឲ្យគាត់ហូបរាល់ជាតិតបគុណហូបបាន2 3ពេលអាចទៅនរកប្រែតប៉ុន្តែបើសងគុណបានហូបរាល់ជាតិអញ្ចឹងសងគុណមានន័យថាបង្រៀនគាត់ឲ្យចេះធ្វើបុណ្យដោយពាក្យថាបង្រៀនកូនឲ្យចេះដាំបាយវាល្អជាងដាំបាយឲ្យកូនហូបតែកូនចេះដាំបាយកូនដាំហូបមកអាយុបានហើយបង្រៀនកូនឲ្យចេះស្ទូចត្រីមិនបាច់វាគ្រាន់បើជាងទៅស្ទូចត្រីឲ្យកូនតែកូនចេះទៅកូនរកខ្លួនឯងយ៉ាងណាមិញបង្រៀនម៉ែឲ្យចេះធ្វើបុណ្យទានគាត់ធ្វើបុណ្យទៅគាត់បានកើតជាមនុស្សទេវតាគាត់បានហូបរាល់ជាតិលែងទៅនរកប្រែតតែហ្មងបានគេហៅថាសងគុណអញ្ចឹងថ្ងៃហ្នឹងយើងតបគុណឬក៏សងគុណថាសងគុណគេហៅថាបកាសនៈកតញ្ញូដាក់មេក្រូប្រកាសនេះណាញោមហើយញោមញាតពុទ្ធបរិស័ទទាំងឡាយអាត្មាចង់សួរបញ្ជាក់ញោមញាតបន្តិចពេលដែលគេសងគុណម៉ែឪគេធ្វើអីមុនគេសងគុណម៉ែឪអ្នកដែលដឹងគុណក្រៅពីចិញ្ចឹមម៉ែឪគឺគេធ្វើបុណ្យបច្ច័យ4មុនគេចំណាំអញ្ចឹងណាធ្វើបច្ច័យ4ហើយនឹងចម្រើនបច្ចុប្បន្នឃើញគ្រប់កម្មវិធីបុណ្យដាក់អញ្ចឹងទៅសងគុណម៉ែឪធ្វើចម្រើនបច្ចុប្បន្នធ្វើបច្ច័យ4ហើយចម្រើនបច្ចុប្បន្នហេតុអីបានធ្វើបច្ច័យ4តើបច្ច័យ4មានន័យថាម៉េចអ្នកខ្លះថាបច្ច័យ4លោក4អង្គខ្លះថាបច្ច័យ4 4វត្តខ្លះថាបច្ច័យ4ឃើញសាក់14កញ្ចប់មានតាមួយអញ្ចឹងមែនតាគាត់និយាយប្រាប់អាត្មាគាត់ថាតាគាត់សាលាបល័យជើងចាស់ធ្វើបច្ច័យ4សិតទៅ4ទាំងអស់ឆ្នាំង4ចាន4កំសៀង4ប៉ាន់4សាក់14ណាសុំចូលគាត់ណោចចូលដែរគាត់ថាគាត់គ្រប់4ហើយលោកក៏4អង្គហើយ4វត្តទៀតបច្ច័យ4ទៅអញ្ចឹងទៅឥឡូវអាត្មាសួរញោមឲ្យចង់ដឹងរឿងបច្ច័យ4ឲ្យច្បាស់កុំឲ្យច្រឡំទៀតញោមចាំឆ្លើយជាមួយអាត្មាព្រោះ
វាអស់49នាទីហើយហត់ទៅញោមណាឥឡូវដល់វគ្គញោមជួយឆ្លើយអាត្មាបើញោមឆ្លើយត្រូវជូនពិន្ទុ1លានណាញោមណាមើលញោមតាំងពីកើតមកទល់ប៉ុណ្ណេះស្លៀកពាក់ខោអាវម៉ែតាំងតែធ្វើឲ្យលហែកតាំងតែធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់សុំឆ្លើយអត់ដឹងទេដូចគ្នាអាត្មាក៏អត់ដឹងដែរបើអត់ដឹងដូចគ្នាអញ្ចឹងចេះបើយើងជាពាក់លុយគេ10000ត្រូវសង10000ជាពាក់20000ត្រូវសង20000ចុះបើជាពាក់លុយគេអត់ដឹងត្រូវសងប្រមាណសងអត់ដឹងចុះបើជាពាក់លុយគេរាប់ម្នោះសងប្រមាណសងរាប់ម្នោះឥឡូវជាពាក់សពុតខោអាវម៉ែមិនដឹងរាប់ម្នោះបើសងគាត់វិញប្រមាណកាផ្លេរាប់ម្នោះដូចគ្នាតែណេះយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់សងមិនរួច